បើទោះជាយ៉ាងណាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមិនអនុញ្ញាតឲ្យលេងល្បែងបាញ់ទឹកឬប៉ាតម្សៅដូចឆ្នាំមុនឡើយប៉ុន្តែត្រូវប្រារព្ធឡើងក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីជាតិតាមរយៈល្បែងរបាំប្រជាប្រិយនិងពិធីសាសនាផ្សារភ្ជាប់ជាមួយការរំលឹកគុណវីរៈយុទ្ធជនជួរមុខនិងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភាគសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាចំណែកថវិកាដែលទទួលបានមួយផ្នែកក៏នឹងត្រូវចែកជូនទៅដល់វីរៈកងទ័ពនិងប្រជាពលរដ្ឋភាគសឹកដូច្នេះកម្មវិធីនគរសង្គ្រាមឆ្នាំនេះមិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌និងប្រពៃណីជាតិតែប៉ុណ្ណោះទេក៏ប៉ុន្តែក៏បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពវីរៈកងនគរបាលជាតិនិងវីរៈកងរាជអាវុធហត្ថក្នុងការការពារបូរណភាពទឹកដីក៏ដូចជាការចែករំលែកក្តីស្រឡាញ់និងការរួមសុខទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋភាគសឹកថែមទៀតផងនិយាយជារួមកម្មវិធីនគរសង្គ្រាមគឺជាឱកាសបង្ហាញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងក្រោមស្មារតីនៃការការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋគឺជាអត្ថប្រយោជន៍ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលរហូតមកទល់ពេលនេះកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបានស្ដែងឡើងយ៉ាងច្បាស់តាមរយៈទង់ជាតិកម្ពុជាបក់រវិចនៅគ្រប់ទិសទីខណៈដែលសម្រេចទាមទារសន្តិភាពនិងការការពារបូរណភាពទឹកដីរបស់ប្រជាពលរដ្ឋខ្មែរបានលាន់ឮយ៉ាងកងរំពងទាំងក្នុងនិងក្រៅប្រទេសចំណែកឯជំហររបស់រាជរដ្ឋាភិបាលដែលចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិក៏បានត្រួតជ្រាបចូលជ្រៅទៅក្នុងសហគមន៍អន្តរជាតិ